អ្នកបងប្អូនខ្ញុំនាំបងប្អូនមកមើលប្រអប់ដាក់ដំណាំខ្ញុំតិចប្តីខ្ញុំគាត់ធ្វើអីមាំពេកឥឡូវខ្ញុំលើកគ្របដាំដំណាំនឹងចុះឡើងឡើងចង់ដាច់ចង្កេះឲ្យបងប្អូនអើយដោយសារគាត់ធ្វើពីឈើធំមាំល្អដល់ពេលចឹងទៅវាធ្ងន់ណាចាហើយការដាំដំណាំនៅកន្លែងខ្ញុំនេះបើអត់ធ្វើគ្របចឹងទេគឺដាំអត់បានទេព្រោះដំណាំមួយចំនួនដូចសាឡាត់ដូចស្ពៃអីគឺដឹងតែកដោស៊ីអស់ហើយត្រូវតែធ្វើអញ្ចឹងហើយថ្ងៃនេះគាត់មកកែឲ្យខ្ញុំដោយគាត់ប្រើវិធីដាក់កលឹះចាដាក់កលឹះដូចកលឹះទ្វារចឹងទៅយើងមិនបាច់ចាំលើកចុះលើកឡើងទេបងប្អូនចាគ្រាន់តែលើកវាឡើងលើហើយយកឈើទល់មកគឺរួចជាការស្រេចហើយយើងតម្លាក់វិញអញ្ចឹងណាហើយមិនដំបូងគាត់ថាធ្វើតែ10-20នាទីទេប៉ុន្តែដោយសារវាមានបញ្ហាតិចតួចចំណាយពេលឡើងចង់មួយថ្ងៃឥឡូវធ្វើហើយបងប្អូនអើយហើយអរគុណប្តីខ្ញុំមែនទែនដែលយកចិត្តទុកដាក់ចំពោះខ្ញុំហើយខ្លាចខ្ញុំពិបាកខ្លាចខ្ញុំហត់និយាយទៅបើអត់ធ្វើយ៉ាងទេគឺខ្ញុំដាំដំណាំលើកចុះលើកឡើងគឺដាច់ចង្កេះចឹងហ្មងហើយក្នុងនេះគឺសុទ្ធតែកូនដំណាំដែលខ្ញុំសាបចាសាបកូនណា